សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនអំពីតើនិយោជកត្រូវមានលក្ខណៈសម្បត្តិនិងការរៀបចំខ្លួនបែបណាដើម្បីក្លាយជានិយោជកដ៏ល្អបើសិនបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច Subscribe ផងការក្លាយជានិយោជកល្អគឺជាដំណើរនៃការអភិវឌ្ឍផ្ទាល់ខ្លួនដោយច្រើនខាងក្រោមនេះជាលក្ខណៈសម្បត្តិនិងការរៀបចំខ្លួនចម្បងដើម្បីក្លាយជានិយោជកដ៏ល្អក្នុងការគ្រប់គ្រងក្រុមហ៊ុន 1. លក្ខណៈសម្បត្តិផ្ទាល់ខ្លួន Personal Traits កភាពឆ្លាតវៃផ្នែកអារម្មណ៍ Emotional Intelligence សមត្ថភាពក្នុងការស្វែងយល់និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួននិងអារម្មណ៍អ្នកដទៃដឹងពីឥទ្ធិពលនៃអារម្មណ៍លើទំនាក់ទំនងនិងបរិស្ថានការងារខភាពជាអ្នកដឹកនាំ Leadership មានចក្ខុវិស័យច្បាស់លាស់អាចបំពោះគំនិតនិងណែនាំបុគ្គលិកឲ្យទៅរកគោលដៅរួមមិនមែនគ្រាន់តែជាអ្នកគ្រប់គ្រង Manager ទេតែជាអ្នកដឹកនាំ Leader ដែលអាចជំរុញការផ្លាស់ប្ដូរគោសមត្ថភាពទំនាក់ទំនង Communication Skills អាចប្រស្រ័យទាក់ទងជាមួយបុគ្គលិកនៅគ្រប់កម្រិតយ៉ាងច្បាស់លាស់និងប្រសិទ្ធភាពចេះស្ដាប់និងយល់ដឹងពីបញ្ហានិងតម្រូវការរបស់បុគ្គលិកខភាពស្មោះត្រង់និងគោរពគុណធម៌ Integrity and Ethics ប្រតិបត្តិការងារដោយស្មោះត្រង់មានវិន័យនិងគោរពលក្ខណៈវិន័យការពីសិទ្ធិនិងផលប្រយោជន៍របស់ក្រុមហ៊ុននិងបុគ្គលិកងភាពក្លាហាននិងស្មារតីច្នៃប្រឌិត Courage and Innovation ហ៊ានទទួលយកហានិភ័យដែលគួរឲ្យទុកចិត្តនិងជំរុញភាពច្នៃប្រឌិតក្នុងការងារលើកទឹកចិត្តឲ្យបុគ្គលិកស្វែងរកវិធីថ្មីៗក្នុងការដោះស្រាយបញ្ហា 2. ចំណេះដឹងនិងជំនាញ Knowledge and Skills កចំណេះដឹងជំនាញគ្រប់គ្រង Management Knowledge យល់ដឹងពីគោលការណ៍គ្រប់គ្រងការរៀបចំអង្គការធ្វើផែនការដឹកនាំនិងការត្រួតពិនិត្យចេះប្រើប្រាស់ឧបករណ៍គ្រប់គ្រងទំនើបដូចជា KPI OKR BSC ជាដើមខចំណេះដឹងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ Business and Financial Acumen យល់ដឹងពីប្រតិបត្តិការពាណិជ្ជកម្មទីផ្សារហិរញ្ញវត្ថុនិងយុទ្ធកម្មរបស់ក្រុមហ៊ុនអាចវិភាគរបាយការណ៍ហិរញ្ញវត្ថុនិងធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យគសមត្ថភាពដោះស្រាយបញ្ហា Problem Solving Skills អាចកំណត់អត្តសញ្ញាណបញ្ហាវិភាគមូលហេតុឬគល់និងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពមានគំនិតវិភាគនិងវិចារណញ្ញាណក្នុងការពិចារណាស្ថានភាព 3. ការរៀបចំខ្លួន Self Preparation ការអភិវឌ្ឍផ្ទាល់ខ្លួនជាបន្តបន្ទាប់ Continuous Self-Development រៀនជានិច្ចធ្វើឲ្យខ្លួនឯងទាន់សម័យជានិច្ចចំពោះចំណេះដឹងនិងជំនាញថ្មីៗអានសៀវភៅចូលរួមសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលផ្នែកដឹកនាំនិងគ្រប់គ្រងខការកសាងបណ្ដាញទំនាក់ទំនង Networking ស្វែងរកអ្នកណែនាំ Mentor ដែលអាចផ្ដល់ដំបូន្មាននិងជំនួយក្នុងអាជីពកសាងទំនាក់ទំនងល្អជាមួយក្រុមការងារដៃគូជំនួយការនិងអ្នកជំនាញក្នុងវិស័យគោការបង្កើតទស្សនវិស័យកំណត់ទិសដៅយូរអង្កោច្បាស់លាស់សម្រាប់ក្រុមហ៊ុននិងក្រុមការងារអាចបកស្រាយនិងចែករំលែកទស្សនវិស័យនោះទៅកាន់បុគ្គលិកទាំងអស់
តើដើម្បីដឹកនាំក្រុមហ៊ុនឲ្យបានល្អនិងរីកចម្រើននិយោជកគួរធ្វើនិងមិនគួរធ្វើអ្វីខ្លះច្បាស់ណាស់ការដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើនមិនមែនគ្រាន់តែអំពីអ្វីដែលត្រូវធ្វើទេថែមទាំងត្រូវដឹងអ្វីដែលគួរជៀសវាងផងដែរខាងក្រោមនេះជាតារាងប្រៀបធៀបដ៏ច្បាស់លាស់រវាងអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើសម្រាប់និយោជកដ៏ល្អតារាងប្រៀបធៀបអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើផ្នែកឬក៏ប្រធានបទទី1ទំនាក់ទំនងនិងការសម្ដែងបង្កើតទស្សនវិស័យច្បាស់លាស់និងចែករំលែកវាធ្វើឲ្យបុគ្គលិកគ្រប់រូបយល់និងមានភាពស្មោះត្រង់នឹងគោលដៅរួមរបស់ក្រុមហ៊ុនពីការចូលរួមរបស់បុគ្គលិកស្ដាប់យ៉ាងសកម្មនិងលើកទឹកចិត្តឲ្យមានការចូលរួមធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាគេជាផ្នែកមួយសំខាន់និងតម្លៃយោបល់របស់គេត្រូវបានគេយកចិត្តទុកដាក់3ការអភិវឌ្ឍនិងការលើកទឹកចិត្តវិនិយោគលើការអភិវឌ្ឍបុគ្គលិកបង្កើតឱកាសវគ្គបណ្ដុះបណ្ដាលនិងបន្លក់ដំបូងសម្រាប់ការលូតលាស់លើកទឹកចិត្តពួកគេឲ្យរៀនជំនាញថ្មីៗ 4. ភាពយុត្តិធម៌និងតម្លាភាពប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងមានតម្លាភាពផ្ដោតដំណឹងអំពីការផ្លាស់ប្ដូរការសម្រេចចិត្តនិងលក្ខខណ្ឌការងារឲ្យបានច្បាស់លាស់ត្រូវយុត្តិធម៌ក្នុងការវិតម្លៃនិងលើកទឹកចិត្ត 5. ទទួលខុសត្រូវនៅពេលមានបញ្ហានៅពេលមានកំហុសសូមទទួលខុសត្រូវជាអ្នកដឹកនាំនិងផ្ដោតលើការដោះស្រាយបញ្ហាជាជាងការចាប់រកអ្នកណាទៅខុស 6. ទំនាក់ទំនងជាមួយក្រុមស្គាល់និងគោរពភាពខុសគ្នារបស់បុគ្គលិកយល់ថាបុគ្គលិកគ្រប់រូបមានសមត្ថភាពនិងរបៀបធ្វើការផ្សេងៗគ្នាចូលរៀបចំការងារឲ្យសហហប់នឹងចំណុចខ្លាំងរបស់ពួកគេ 7. ការគ្រប់គ្រងអារម្មណ៍រក្សាភាពស្ងប់ស្ងាត់និងវិភាគជានិច្ចទោះបីជានៅក្នុងស្ថានភាពតានតឹងក៏ដោយក៏ត្រូវរក្សាអារម្មណ៍ឲ្យបានល្អធ្វើជាតួយ៉ាងឲ្យក្រុមអ្វីដែលមិនគួរធ្វើទី1គ្រប់គ្រងតាមរយៈបទបញ្ជានិងការគំរាមកំហែងកុំប្រែតែអំណាចឬការបង្គាប់ឲ្យធ្វើដោយមិនពន្យល់ពីមូលហេតុ 2. ធ្វើការសម្រេចចិត្តតែម្នាក់ឯងដោយមិនប្រឹក្សាយោបល់កុំគិតថាខ្លួនឯងដឹងគ្រប់យ៉ាងការមិនស្ដាប់នឹងធ្វើឲ្យបុគ្គលិកបាត់បង់ការចូលរួមនិងការរួមចិត្ត 3. ផ្ដោតតែលើលទ្ធផលភ្លាមៗដោយប្រងលើយកន្តើយយុទ្ធសាស្ត្រវែងឆ្ងាយកុំមើលរំលោភលើការអភិវឌ្ឍបុគ្គលិកក្រុមហ៊ុនមិនអាចរីកចម្រើនបានទេបើបុគ្គលិកមិនលូតលាស់ដែរ 4. មានលក្ខណៈលើកឯកោឬប្រកាន់ខ្ជាប់នឹងព័ត៌មានសម្ងាត់កុំលាក់ទុកឬប្រាប់ព័ត៌មានខុសៗគ្នាទៅកាន់បុគ្គលិកនេះធ្វើឲ្យបាត់បង់ទំនុកចិត្តនិងបង្កើននូវការចម្រូងចម្រាស 5. ចាប់រកអ្នកណាទៅខុសឬបដិសេធមិនទទួលខុសត្រូវកុំដាក់ទណ្ឌកម្មលើក្រុមការងារដោយសារតែកំហុសផ្ទាល់ខ្លួនរបស់អ្នកនេះនឹងបំផ្លាញទំនុកចិត្តយ៉ាងខ្លាំង 6. ដាក់បុគ្គលិកគ្រប់រូបទៅក្នុងប្រអប់ដោយគ្នាកុំបង្គាប់ឲ្យគ្រប់គ្នាធ្វើការតាមរបៀបដោយគ្នាការមិនទទួលស្គាល់ភាពខុសគ្នានឹងបំផ្លាញសក្តានុពលនិងភាពច្នៃប្រឌិតរបស់បុគ្គលិក 7. ធ្វើការសម្រេចចិត្តឬទំនាក់ទំនងដោយមូលហេតុផ្អែកលើអារម្មណ៍កុំឲ្យភាពខឹងសម្បាវនិងភាពអស់សង្ឃឹមមកជំនួសការវិភាគដ៏សមហេតុផលអារម្មណ៍មិនល្អរបស់អ្នកនឹងឆ្លងយ៉ាងឆាប់រហ័សទៅកាន់ក្រុមទាំងមូលសង្ខេបជាគន្លឹះអ្នកយោជកដ៏ល្អគឺជាអ្នកដឹកនាំសម្រាប់ក្រុមមិនមែនជាចៅហ្វាយលើក្រុមទេពួកគេយកចិត្តទុកដាក់លើការកសាងទំនាក់ទំនងនិងការអភិវឌ្ឍមនុស្សជាជាងការគ្រប់គ្រងលំអិតលំអន់តូចតាចចងចាំថាក្រុមដែលរីកចម្រើនគឺជាការឆ្លុះបញ្ចាំងដ៏ល្អបំផុតនៃនយោជកដ៏ល្អម្នាក់សូមចាប់ផ្ដើមដោយការកសាងទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកលទ្ធផលល្អនឹងតាមមកដោយស្វ័យប្រវត្តិសូមអរគុណសម្រាប់ការស្ដាប់ដល់ចប់បើបងប្អូនគិតថាវីដេអូនេះល្អសម្រាប់បងប្អូនសូមកុំភ្លេច comment និង subscribe ផងសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាការរៀបរាប់ខ្លះៗអំពីការបំពេញការងារឲ្យបានល្អនិងអ្វីដែលមិនគួរធ្វើនៅកន្លែងធ្វើការបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយ subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតកលក្ខណៈសម្បត្តិក្នុងការបំពេញការងារឲ្យបានល្អជាការពិតណាស់ការធ្វើការឲ្យបានល្អនៅកន្លែងធ្វើការមិនមែនគ្រាន់តែអនុវត្តតាមទូនីតិរបស់ខ្លួនប៉ុណ្ណោះទេតែវាជាការបង្កើតទំនាក់ទំនងនិងទម្រង់វិជ្ជមានផងដែរនេះជាអ្វីដែលអ្នកគួរធ្វើ 1. ផ្នែកការងារចេះរៀននិងអភិវឌ្ឍខ្លួនជានិច្ចត្រូវធ្វើការឲ្យបានល្អនិងរហ័សត្រូវស្វែងយល់ពីបច្ចេកទេសឬចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នក
ទទួលខុសត្រូវលើការងាររបស់អ្នកប្រសិនបើមានកំហុសត្រូវស្គាល់កាយកំហុសនិងរៀនពីវាគោរពពេលវេលាមកធ្វើការឲ្យបានទាន់ពេលប្រុងប្រយ័ត្នក្នុងការប្រជុំនិងបញ្ចប់ការងារឲ្យបានទាន់កំណត់ចេះគ្រប់គ្រងពេលវេលារៀបចំគម្រោងការងារកំណត់លំដាប់អត្ថាភិភាពដើម្បីបង្កើនប្រសិទ្ធភាពការងារមានភាពច្នៃប្រឌិតមិនត្រឹមតែធ្វើតាមបង្គាប់ប៉ុណ្ណោះទេត្រូវចេះគិតស្វែងរកវិធីថ្មីៗដើម្បីធ្វើការងារឲ្យបានល្អនិងមានប្រសិទ្ធភាពជាងមុន 2. ផ្នែកទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពចេះនិយាយនិងស្ដាប់ឲ្យបានច្បាស់ប្រាប់សួរនិងផ្ដល់មតិឲ្យគ្នាទៅវិញទៅមកឲ្យបានចំចេះធ្វើការជាក្រុមចេះរួមគ្នាធ្វើការជួយដៃគ្នានិងគោរពមតិគ្នាទៅវិញទៅមកកុំរក្សាទុកចំណេះដឹងសម្រាប់ខ្លួនឯងផ្ទាល់មានទំនួលខុសត្រូវលើការងាររបស់អ្នកនិងលើលទ្ធផលការងាររបស់ក្រុមមានទស្សនវិជ្ជមានមើលឃើញតែផ្នែកវិជ្ជមាននិងផ្ដល់ថាមពលវិជ្ជមានដល់ក្រុមការងារចេះទទួលយកមតិយោបល់ពិចារណាមតិយោបល់ពីអ្នកដទៃដោយស្មោះត្រង់និងយកវាមកពិចារណាដើម្បីកែលម្អខ្លួនឯង 3. ផ្នែកអាកប្បកិរិយាមានស្មារតីខ្ពស់បង្ហាញពីការតស៊ូនិងឆន្ទៈនៅក្នុងការងារមិនងាយនឿយហត់ឬធុញទ្រាន់នឹងការងារទេអនុវត្តខ្លួនឯងមិនត្រូវការឲ្យម្ចាស់ការនិយាយរាល់ពេលនោះទេត្រូវដឹងតើត្រូវធ្វើអ្វីនិងធ្វើវាឲ្យបានល្អរក្សាភាពល្អរក្សាអាកប្បកិរិយាឲ្យបានល្អគោរពគ្នាទៅវិញទៅមកមានសីលធម៌និងស្មោះត្រង់រក្សាភាពលំនឹងរវាងការងារនិងជីវិតផ្ទាល់ខ្លួនដើម្បីជៀសវាងសុខភាពខ្លួនធ្លាក់ចុះនិងថែរក្សារាងកាយឲ្យបានល្អសង្ខេបទៅការធ្វើការឲ្យបានល្អគឺជាការរួមបញ្ចូលគ្នារវាងសមត្ថភាពក្នុងការងារទំនាក់ទំនងល្អជាមួយអ្នកដទៃនិងស្មារតីខ្ពស់ក្នុងការងារប្រសិនបើអ្នកមានលក្ខណៈទាំង3នេះអ្នកនឹងក្លាយជានិយោជកដែលមានតម្លៃនិងវិជ្ជមាននៅកន្លែងធ្វើការចំនួនមិនគួរធ្វើនៅកន្លែងធ្វើការពុតជាត្រឹមត្រូវហើយការដឹងថាអ្វីខ្លះគួររក្សាឲ្យបានចម្ងាយគឺសំខាន់មិនចាញ់ការដឹងថាត្រូវធ្វើអ្វីនោះទេនេះជាអ្វីដែលអ្នកគួរជៀសវាង 1. ផ្នែកអាកប្បកិរិយានិងទំនាក់ទំនងកុំរក្សាទុកចំណេះដឹងឬព័ត៌មានសម្រាប់ខ្លួនឯងផ្ទាល់ការធ្វើដូច្នេះធ្វើឲ្យការងាររបស់ក្រុមមិនមានប្រសិទ្ធភាពនិងបង្កើតវប្បធម៌នៃការមិនទុកចិត្តកុំចាកចេញពីបញ្ហាឬចោទប្រកាន់អ្នកដទៃនៅពេលមានបញ្ហាកុំរកអ្នកដាក់កំហុសត្រូវផ្ដោតលើការដោះស្រាយបញ្ហានិងការរៀនពីកំហុសនោះកុំចូលរួមនៅការនិយាយលេងអាក្រក់ឬរីករាយជាមួយការឈ្លោះប្រកែកគ្នារក្សាភាពម៉ឺងម៉ាត់និងវិជ្ជមានការនិយាយលេងអាក្រក់គ្នានឹងខូចទំនាក់ទំនងនិងបរិយាកាសការងារ កុំបដិសេធការផ្លាស់ប្ដូរឬមតិយោបល់ថ្មីការបដិសេធរាល់ដំរីដែលខុសពីទម្លាប់ធ្វើឲ្យអ្នកយឺតយ៉ាវនិងបាត់បង់ឱកាសក្នុងការអភិវឌ្ឍកុំធុញទ្រាន់នៅការងារឬបង្ហាញពីអារម្មណ៍អវិជ្ជមានចំពោះមុខអារម្មណ៍អវិជ្ជមានមានលក្ខណៈឆ្លងនិងអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងនៅការងារនិងស្មារតីក្រុម 2. ផ្នែកការអនុវត្តការងារកុំពន្យាពេលឬរុករាពេលវេលាធ្វើការពន្យាពេលធ្វើឲ្យការងារមិនបានបញ្ចប់តាមផែនការនិងបង្កផលប៉ះពាល់ដល់ក្រុមទាំងមូលកុំធ្វើការដោយគ្មានផែនការឬបញ្ជាទិញការចាប់ផ្ដើមការងារដោយគ្មានការរៀបចំច្បាស់លាស់នឹងធ្វើឲ្យអ្នកខ្វះទិសដៅនិងប្រយពេលវេលានិងធនធានដែលគ្មានប្រសិទ្ធភាពកុំប្រគល់ការងារដែលមិនទាន់ឆ្លងកាត់ឬមានគុណភាពទាបការប្រគល់ការងារដែលមានចំណុចខ្វះខាតច្រើនគឺជាការគ្មានទំនួលខុសត្រូវចំពោះក្រុមនិងអ្នកដែលទទួលការងារបន្តកុំលុបលាក់កំហុសគេអាចអត់ឲ្យហើយអ្នកដែលមានកំហុសបានតែគេមិនអាចអត់ឲ្យអ្នកដែលលុបលាក់កំហុសនិងគ្មានភាពស្មោះត្រង់បាន 3. ផ្នែកសីលធម៌និងទំនួលខុសត្រូវកុំលួចយកវត្ថុឬគំនិតរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន plagiarism នេះជាការខូចសីលធម៌ធ្ងន់ធ្ងរនិងបំផ្លាញការទុកចិត្តយ៉ាងខ្លាំងកុំប្រើប្រាស់ធនធានក្រុមហ៊ុនសម្រាប់គោលបំណងផ្ទាល់ខ្លួនយូរឬខ្លាំងពេកដូចជាអ៊ីនធឺណិតទូរស័ព្ទឬឧបករណ៍ការិយាល័យផ្សេងលើកលែងតែមានការអនុញ្ញាតកុំភូតកុហកអំពីស្ថានភាពការងារឬលទ្ធផល
ភាពត្រឹមត្រូវនិងស្មោះត្រង់គឺជាមូលដ្ឋាននៃការទុកចិត្តសង្ខេបជាទូទៅអ្នកគួរជៀសវាងអ្វីដែលបំផ្លាញការទុកចិត្តបង្កើតអារម្មណ៍អវិជ្ជមានឬបន្ថយប្រសិទ្ធភាពនៃការងាររបស់អ្នកនិងក្រុមការធ្វើការឲ្យបានល្អមិនមែនគ្រាន់តែធ្វើអ្វីឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេតែថែមទាំងត្រូវដឹងថាត្រូវជៀសវាងអ្វីដែលមិនត្រឹមត្រូវផងដែរ សូមអរគុណសម្រាប់ការស្ដាប់ដល់ចប់បើបងប្អូនគិតថាវីដេអូនេះល្អសម្រាប់បងប្អូនសូមកុំភ្លេច comment និង subscribe ផង